ចាសួស្តីបងប្អូនទាំងអស់គ្នាចាបងប្អូនធ្លាប់ស្គាល់ខ្ញុំតាមបណ្ដាញ TikTok Facebook និង YouTube ហើយការផលិតវីដេអូរបស់ខ្ញុំហ្នឹងគឺខ្ញុំផលិតវីដេអូបទចម្រៀងពីព្រោះផ្នែកបទចម្រៀងគឺខ្ញុំមានដងស្រាប់ហើយជាការស្រឡាញ់និងជាការចូលចិត្តចាផ្នែកវិស័យសិល្បៈគឺខ្ញុំចូលចិត្តខ្លាំងតាំងពីខ្ញុំនៅតូចអញ្ចឹងបងប្អូនទាំងអស់គ្នាខ្ញុំជឿថាមានចំណង់ចំណូលចិត្តខុសៗគ្នាចាក៏ប៉ុន្តែខ្ញុំគិតថាប្រព័ន្ធ TikTok យើងងាយនឹងស្រួលលេងដោយសារតែប្រព័ន្ធ TikTok បានផ្ដល់សិទ្ធឲ្យមនុស្សគ្រប់រូបអាចបញ្ចូលនៅបទចម្រៀងបានហើយយើងច្រៀងតាមបែបផែនបែបលក្ខណៈការចូលចិត្តរបស់យើងចាដូចខ្ញុំអញ្ចឹងចូលចិត្តធ្វើជាវីដេអូបទចម្រៀងក៏ប៉ុន្តែវីដេអូចម្រៀងទាំងនោះខ្ញុំគ្រាន់តែ